បាទជំរាបសួរជនរួមជាតិជាទីគោរពរាប់អាននិងជាទីមេត្រីថ្ងៃនេះខ្ញុំមកដល់វត្តកែវបាទវត្តកែវខេត្តបាត់ដំបងជាវត្តដែលមានប្រវត្តិសាស្ត្រយូរលង់បាទខ្ទង់100ឆ្នាំហើយខ្ញុំធ្លាប់មកច្រើនដងប៉ុន្តែថ្ងៃនេះខ្ញុំមកដល់នឹកឃើញដល់ប្រធានបទមួយចង់និយាយដើម្បីជាការគិតពិចារណាហើយការស្ដាប់ដ៏ល្អគឺយើងស្ដាប់យកខ្លឹមសារមិនមែនស្ដាប់ឲ្យតែពីរោះស្ដាប់ឲ្យតែរំភើបញាប់ញ័រតាមអារម្មណ៍ទេការស្ដាប់ដើម្បីជាចំណេះដឹងគឺយកខ្លឹមសារយកអត្ថន័យយកអត្ថរសក្នុងថ្ងៃនេះខ្ញុំចង់និយាយអំពីសាសនានិងនយោបាយសាសនាណាក៏ល្អដែរហើយអប់រំមនុស្សមានទូនាទីអប់រំមនុស្សឲ្យប្រព្រឹត្តល្អធ្វើល្អទាំងកាយវាចាចិត្តនៅក្នុងជីវិតអញ្ចឹងមនុស្សម្នាក់មិនអាចគេចផុតមិនអាចបោះបង់បានអំពីការអប់រំចិត្តអប់រំកាយនិងគំនិតរបស់យើងនេះឲ្យល្អបានទេព្រោះយើងកើតជាមនុស្សនេះត្រូវការភាពល្អសុខដុមរមនាគឺត្រូវតែសិក្សាអប់រំចិត្តផ្ដើមចេញពីសាសនានឹងឯងហើយសាសនានឹងយើងនិយាយឲ្យដល់ទៅគឺការអប់រំបាទទាំងផ្លូវលោកផ្លូវធម៌ទាំងបច្ចេកវិទ្យាសាស្ត្រនឹងគឺសុទ្ធតែការអប់រំហើយវិទ្យាសាស្ត្រណាដែលអត់ពឹងផ្អែកជាមួយនឹងក្រមសីលធម៌សុជីវធម៌អត់មានគុណធម៌ទេគឺវិទ្យាសាស្ត្រនាំឲ្យអន្តរាយអាចកាប់សម្លាប់គ្នាដោយសារតែការរីកចម្រើនរបស់វិទ្យាសាស្ត្រដូច្នេះទោះកន្លែងណាក៏ដោយវិស័យណាក៏ដោយបើខ្វះការអប់រំគឺស្មើនឹងសូន្យទទេមានតែរឿងចម្រុងចម្រាស់វិនិច្ឆ័យអន្តរាយអញ្ចឹងសាសនានេះគឺសំខាន់ណាស់ដែលគ្រប់គ្នាយល់ថាធ្វើនយោបាយចាំបាច់ទៅនិយាយរឿងសាសនាតែគាត់បានយល់ថាសាសនាជាអ្វីសាសនាគឺការអប់រំការណែនាំការពុតតម្រង់ឲ្យមនុស្សល្អធ្វើឲ្យមនុស្សចេះយល់ដឹងមានបញ្ញាភ្លឺថ្លាមិនប្រកបបច្ចៈគ្នាដោយសភាវៈរបស់សត្វទេព្រោះសត្វគឺមានសភាវៈកើតមកកាយសាហាវខំគ្នាស៊ីទៅវិញទៅមកណាដូច្នេះបើមនុស្សអត់មានធម៌អត់មានការអប់រំទេគឺថារស់នៅដូចជាសត្វចឹងហើយបើរស់ដូចជាសត្វមកធ្វើនយោបាយគឺការគ្រប់គ្រងការដឹកនាំឲ្យប្រទេសមានការរីកចម្រើនដូច្នេះនយោបាយដែលអត់មានសាសនាគឺស្មើនឹងនយោបាយដែលដូចជាសត្វអញ្ចឹងដូចសភាវៈរបស់សត្វអញ្ចឹងគឺខំគ្នាស៊ីគួតប្រជែងអំណាចបុណ្យស័ក្តិលៀបសក្ការៈគឺដូចជាសង្គមសត្វឆ្កែចចកសត្វតោសត្វខ្លាសត្វឆ្លាមជាដើមត្រីឆ្លាមដូច្នេះហើយខ្ញុំចង់ឲ្យបងប្អូនយើងនិងអ្នកចំនួនក្រោយចំនួនថ្មីបើធ្វើនយោបាយគ្មានធម៌គ្មានការអប់រំតាមរបៀបសាសនាទេគឺនយោបាយហ្នឹងគឺប្រៀបដូចជាសង្គមសត្វដែលរស់នៅប្រកួតប្រជែងខំហែកគ្នាដោយសារតែលៀបសក្ការៈដោយសារតែបុណ្យស័ក្តិដោយសារតែបកពួកអាងអំណាចអញ្ចឹងមិនខ្ញុំតែងតែយោងនៅក្នុងការដឹកនាំរបៀបថ្មីគឺថានយោបាយត្រូវតែផ្សារភ្ជាប់ជាមួយនឹងសាសនាគាត់ថាក្នុងកម្ពុជាយើងមានសាសនាព្រះពុទ្ធជាសាសនាចម្បងដែលគេហៅថាសាសនាដែលមាននៅក្នុងក្របខ័ណ្ឌរដ្ឋបាទហើយសាសនាដទៃផ្សេងទៀតនោះគឺយើងសិក្សាមើលទៅបាទកុំឲ្យមានការប្រកាន់រើសអើងគ្នាព្រោះនោះគឺជាសិទ្ធិនៃការជ្រើសរើសសម្រេចចិត្តនៅក្នុងការជឿដោយសទ្ធាដោយបញ្ញារបស់ខ្លួនមិនមានអ្នកណាមានការហាមឃាត់ទេដោយយើងមានច្បាប់រដ្ឋធម្មនុញ្ញជាច្បាប់កម្ពុជាដែលអនុញ្ញាតឲ្យយើងជ្រើសរើសទៅតាមសិទ្ធិសេរីភាពនិងជំនឿរបស់ខ្លួនប៉ុន្តែរាល់សិទ្ធិជំនឿរបស់ខ្លួនកុំឲ្យបៀតបៀនអ្នកដទៃកុំធ្វើឲ្យអ្នកដទៃឈឺចាប់កុំប្រមាថមាក់ងាយគេបាទដូច្នេះការគិតអំពីបញ្ហាប្រទេសជាតិគឺត្រូវតែចាំបាច់ណាត្រូវតែចាំបាច់គិតអំពីការអប់រំសតិអារម្មណ៍អប់រំចិត្តចេញពីខ្លួនឯងក្នុងនាមជាអ្នកនយោបាយ
អ្នកដើរតាមនយោបាយអ្នកគ្រប់គ្រងនយោបាយគឺត្រូវតែមានការអប់រំចាប់ផ្ដើមចេញពីខ្លួនឯងល្អបាទដោយការអប់រំចិត្តអប់រំកាយវិចារនេះឯងដែលកាលណាយើងល្អហើយបានយើងទៅរៀបរយសង្គមនឹងបានល្អបើយើងមានតែការលោភលន់មោហៈទោសៈការប្រកួតប្រជែងខំគ្នាដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនតើសង្គមយើងនឹងទៅយ៉ាងណាហើយមនុស្សកាន់តែមានអំណាចអត់មានធម៌គឺកាន់តែពឹសពុលកាន់តែបំផ្លិចបំផ្លាញសង្គមដូច្នេះគ្រប់អ្នកនយោបាយត្រូវមានធម៌ណាដែលយើងមានហៅទស្សពិតរាជធម៌ទាំង10បើមិនបាន10ទេគឺថាសំខាន់គឺលះអាលោភៈមោហៈទោសៈដែលចេះតែចំណែនឈ្នានេះបំផ្លិចបំផ្លាញគ្នារស់នៅដោយសង្គមសត្វរស់នៅប្រៀបដូចជាសត្វដេរឆានហ្នឹងហើយដូច្នេះយើងត្រូវកែប្រែហើយកុំឃ្លាតឆ្ងាយអំពីសាសនាគឺការអប់រំមិនមែនអប់រំត្រឹមតែនៅសាលារៀនបច្ចេកទេសចំណេះជំនាញហ្នឹងទេគឺអប់រំចិត្តឲ្យខ្លួនយើងនឹងកុំភ្លើតភ្លើនកុំភ្លេចភ្លាំងទៅនឹងសម្ភារៈនិយមអំណាចឥទ្ធិពលក្នុងសង្គមឲ្យคล้ายទៅជាកាយសាហាវព្រៃផ្សៃណាកាលណាអ្នកដឹកនាំមានភាពកាយសាហាវព្រៃផ្សៃហើយគឺมันអាចធ្វើឲ្យសង្គមនឹងរីកចម្រើនទេมันអាចធ្វើឲ្យសង្គមនឹងមានសុខសន្តិភាពបានទេគឺរវល់តែប្រកួតប្រជែងខំគ្នាពាក្យភាសាខំហ្នឹងគឺគេប្រើចំពោះសត្វដេរឆានណាអញ្ចឹងរឿងអប់រំសាសនានិងនយោបាយគឺត្រូវតែមានការពឹងផ្អែកគ្នាណាសម្រាប់បងប្អូនក្មួយចំនួនក្រោយចំនួនថ្មីហើយក៏ត្រូវការសេដ្ឋកិច្ចពង្រឹងចំណេះជំនាញដើម្បីសេដ្ឋកិច្ចហើយការអប់រំចិត្តតាមរយៈសាសនាការអប់រំដើម្បីឲ្យយើងក្លាយជាមនុស្សល្អកុំឲ្យដើរលើផ្លូវខុសឆ្គងណាកុំឲ្យយើងគិតទៅលើអ្វីជាហេតុនាំឲ្យបានផលអវិជ្ជមានណាហើយនយោបាយគឺការសិក្សាអំពីបែបបទរដ្ឋបាលការគ្រប់គ្រងមនុស្សណាគ្រប់គ្រងរចនាសម្ព័ន្ធដើម្បីឲ្យប្រទេសមានការរីកចម្រើនអញ្ចឹងខ្ញុំមានតែការនិយាយដើម្បីជាគតិអប់រំខ្លីៗជូនបងប្អូនជនរួមជាតិហើយអ្នកចំនួនក្រោយហើយយើងបន្តដំណើរចាប់ផ្ដើមចេញពីខ្លួនឯងកុំចេះតែចង្អុលចង់បានអ្នកដឹកនាំបែបនេះចង់បានភាពល្អប្រសើរចង់បានភាពអស្ចារ្យចេះចុះតែទីបំផុតយើងអត់បានអនុវត្តចេញពីខ្លួនឯងទេអញ្ចឹងអត់អាចធ្វើជាគំរូបានទេដូច្នេះសូមចាប់ផ្ដើមចេញពីខ្លួនឯងក្នុងភាពជាគំរូបាទសូមអរគុណ